សូមគោរពជំរាបសួរអ្នកទាំងអស់គ្នាក្នុងឱកាសនេះដែរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាធ្វើដំណើរកម្សាន្តទៅតំបន់សហគមន៍មួយកន្លែងដែលស្ថិតនៅលើភ្នំតបជាងមធ្យោបាយមួយនេះដែរពួកយើងជ្រើសរើសយកមធ្យោបាយតាមរយៈម៉ូតូដើម្បីធ្វើដំណើរទៅលេងនៅទីនោះហើយដំណើរកម្សាន្តមួយនេះគឺយើងធ្វើដំណើរឡើងកំពូលភ្នំតបជាងឆ្លងអូនដែលមានស្ពានឈើតូចៗឆ្លងផ្លូវផុកផ្លូវរអិលនិងវង្វេងផ្លូវល្មមតែពួកយើងរកផ្លូវទៅកន្លែងនោះបានគឺយើងត្រូវចាយពេលអស់4ម៉ោងតាមខ្ញុំមើលឃើញទស្សនវិជ្ជាតាមដងផ្លូវនៅរដូវវស្សានេះគឺមានកន្លែងខ្លះហូរតាមចរងភ្នំនិងចរងភ្នំខ្លះចុះអាប់មានកន្លែងខ្លះគឺមានដើមឈើផ្លែពណ៌បៃតងនិងពណ៌ក្រហមទុំតែពួកយើងមិនបានផ្ដិតយករូបភាពទឹកជ្រោះនិងផ្លែឈើទាំងនោះទេដោយសារតែពួកយើងប្រញាប់ទៅតំបន់សហគមន៍មួយនោះដើម្បីយើងរាយម៉ោងចាប់ត្រីនិងរៀបចំកន្លែងសម្រាកដោយសារតែផ្លូវទៅសហគមន៍មួយនោះគឺមានផ្លូវច្រើនពួកយើងជិះវង្វេងផ្លូវមួយហើយមួយទៀតគឺយើងខុសផ្លូវរហូតល្មមតែពួកយើងជិះដល់ដូចអ្នកទាំងអស់គ្នាបានដឹងហើយគឺខ្ញុំចាយពេលអស់រយៈពេល4ម៉ោងដែរតែចម្ងាយផ្លូវពីក្រោមភ្នំពីចាប់ដើមភ្នំមករហូតដល់កំពូលភ្នំដល់កន្លែងសហគមន៍នោះគឺយើងចម្ងាយផ្លូវប្រហែលជា6គីឡូតែប៉ុណ្ណោះមានន័យថាពួកយើងជិះបែកខ្ទិះតែម្ដងគឺផ្លូវកន្លែងហ្នឹងគឺផ្លូវមួយណាក៏ពួកយើងជិះដែរអញ្ចឹងល្មមទៅដល់កន្លែងនោះគឺយើងជិះឲ្យគ្រប់ផ្លូវតែម្ដងជិះចុះជិះឡើងបត់ឆ្វេងបត់ស្ដាំទៅត្រង់ទៅលិចទៅកើតផ្លូវវៀងផ្លូវឆ្លងអូគឺពួកយើងឆ្លងទៅឆ្លងមកបត់ចុះបត់ឡើងល្មមតែយើងរកផ្លូវទៅទីនោះបានគឺខ្សោះខ្លួនតែម្ដងហើយពួកយើងមិនបានផ្ដិតយកទស្សនវិជ្ជានៅពួកយើងជិះសារចុះសារឡើងនោះទេដោយសារតែពេលនោះគឺភ្លៀងខ្លាំងមែនតើអញ្ចឹងហើយមានការអស់កម្លាំងដល់យើងពុះពីឧបសគ្គជាច្រើនមានភ្លៀងធ្លាក់ផ្លូវឆ្លងអូដួលម៉ូតូនិងរងាញ័រញាក់ដូច្នេះហើយពួកយើងមិនបានផ្ដិតយកទស្សនវិជ្ជាទេគឺរឿងមួយដែលពួកយើងគិតធ្វើមកឲ្យដល់តំបន់នោះឲ្យបានបើសិនជាអ្នកទាំងអស់គ្នាចង់ធ្វើដំណើរកម្សាន្តមកតំបន់សហគមន៍ភ្នំតបជាងមួយនេះសូមអ្នកទាំងអស់គ្នាសូមកុំធ្វើតាមខ្ញុំអីដោយសារតែពួកខ្ញុំមិនបានរកសហគមន៍ដើម្បីជួនផ្លូវមកលេងនៅទីនេះទេតែខ្ញុំមកដោយខ្លួនឯងធ្វើឲ្យវង្វេងផ្លូវរកផ្លូវល្មមតែបានទៅដល់គឺដូចខ្ញុំបានរៀបរាប់ខាងលើហើយគឺយើងចាយពេលយូរនិងអស់កម្លាំងខ្លាំងមែនទែនហើយតំបន់សហគមន៍ភ្នំតបជាងមួយនេះគឺសម្បូរកន្លែងលេងកម្សាន្តជាច្រើនហើយនឹងសម្បូរត្រីខ្លាំងមែនទែនបើសិនជាអ្នកទាំងអស់គ្នាចង់មានដំណើរកម្សាន្តមកទីនេះសូមអ្នកទាំងអស់គ្នាចុចក្នុង comment ដើម្បីមើលលេខទូរស័ព្ទសហគមន៍ដែលខ្ញុំដាក់ក្នុង comment ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាមិនទាន់មានពេលវេលាមកលេងទីនេះទេសូមអ្នកទាំងអស់គ្នាមើលវីដេអូនេះពេញតែក្តីរីករាយសូមអរគុណបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តដំណើរកម្សាន្តផ្សងព្រេងបែបធម្មជាតិនិងស្គាល់កន្លែងទេសចរស្អាតជាច្រើនកន្លែងទៀតសូមបងប្អូនទាំងអស់គ្នាជួយ follow page Go with me ដោយខ្ញុំបាទសុភ័ក្រដើម្បីទទួលនៅវីដេអូបន្តសូមអរគុណយកបានពីរអស់ដាក់ធំសិនវិញភាពដាក់ម៉ងរកត្រីហើយចាំអញចាយណាមើល
ตอกพอដាក់มងមិន4ក្បាលនឹងក៏ភ្លាមរួចហូបពេលល្ងាចេយយោនេះទៅជៀនបាយឆ្អិនហើយនៅហូបបាយចិនចិនចង់លើសចង់ចេញលឿងនេះត្រីមើលឃើញទេអូចុះឡើងខ្ពស់ភាសាម៉ោងពេលព្រឹកយើងនាំទៅសាម៉ងតែមើលទៅផកដាក់ម៉ងបានប្រហែលក្បាលទៅត្រីមួយទៅជាប់ត្រីកញ្ចូនជ័យមួយជាប់ត្រីកញ្ចូនជ័យមួយជ័យម៉ែត្រីកញ្ចូនជ័យអូយมอมมันត្រីទីក្រាញ់ណែខាងអត់សូវមានត្រីកញ្ចូនជ័យ2នេះកញ្ចូនជ័យកាឡា8នេះទេលទ្ធផលដាក់ម៉ង